លោកគ្រូនឹងមកបន្តមេរៀនរបស់យើងនៅក្នុងមេរៀនទី1 ADN ជាតម្រនៃព័ត៌មាន genetic អញ្ចឹងកាលពីវីដេអូមុនលោកគ្រូបានបង្រៀនពីចំណុចនៅក្នុងពីរតូចស្វ័យតម្លើងទ្វេ ADN ហើយនៅក្នុងចំណុចកដំណើរការស្វ័យតម្លើងទ្វេ ADN អញ្ចឹងនៅក្នុងថ្ងៃនេះលោកគ្រូនឹងមកបញ្ចប់មេរៀនរបស់យើងនៅក្នុងមេរៀនទី1 ADN ជាតម្រនៃព័ត៌មាន genetic អញ្ចឹងនៅក្នុងថ្ងៃនេះលោកគ្រូនឹងបន្តនៅក្នុងចំណុចខដំឡើងទ្វេ ADN ក្នុង prokaryote ដំឡើងទ្វេ ADN ក្នុង prokaryote អញ្ចឹងមុននឹងចូលនៅក្នុងចំណុចលោកគ្រូបញ្យល់អំពីដំឡើងទ្វេ ADN ក្នុង prokaryote លោកគ្រូនឹងបញ្យល់បងប្អូនទាំងគ្នាអំពីទៅលើពាក្យ prokaryote អញ្ចឹងបងប្អូនទាំងគ្នាដឹងទេថាតើ prokaryote ជាអ្វីអញ្ចឹង prokaryote គឺជាសារពាង្គកាយឯកកោសិកាដែលគ្មានភ្នាសនវាយយោពិតប្រាកដណាអញ្ចឹង prokaryote គឺជាសារពាង្គកាយឯកកោសិកាដែលគ្មានភ្នាសនវាយយោដែលគ្មានភ្នាសនវាយយោពិតប្រាកដអានឹងជានិយមន័យរបស់ prokaryote អញ្ចឹង prokaryote លោកគ្រូលើកឧទាហរណ៍មាននៅក្នុងកោសិកាដូចជា protease ដូចជា bacteria ដូចជា virus អញ្ចឹងសុទ្ធតែជាសារពាង្គកាយឯកកោសិកាដែលយើងនិយាយថាបង្កឡើងពីកោសិកាចំនួន1អញ្ចឹងឥឡូវយើងទាំងអស់គ្នាចាប់ផ្ដើមមើលទៅលើរូបភាពដែលលោកគ្រូគូនៅលើក្តារខៀនអញ្ចឹងយើងមើលថាអានេះជារូបភាពរបស់ ADN បាក់តេរីមេអញ្ចឹង ADN របស់បាក់តេរីមេមានរាងជារង្វង់អញ្ចឹងវាបង្កឡើងពីច្រវាក់នុយក្លេទីត2ខ្សែ AMPinté ZMPinté AMPinté ZMPinté បន្តមកទៀតនៅក្នុងរូបភាពនេះគឺបង្ហាញអំពី ADN របស់បាក់តេរីមេដែលមានចំណុចតែមួយឬយើងហៅថាផ្នែកស្វ័យតម្លើងទ្វេមួយអញ្ចឹងផ្នែកស្វ័យតម្លើងទ្វេអញ្ចឹងផ្នែកស្វ័យតម្លើងទ្វេមួយឬចំណុចតែមួយអញ្ចឹងនៅក្នុង ADN របស់បាក់តេរីមេនេះគឺញែកតាមទិសដៅផ្ទុយគ្នារហូតដល់ជួបគ្នានៅចំណុចផ្ដើមវិញអញ្ចឹងយើងមើលតទៀតថានៅក្នុង ADN របស់បាក់តេរីមេនេះនៅពេលដែលធ្វើស្វ័យតម្លើងទ្វេអញ្ចឹងអានេះជាច្បាប់របស់ ADN មេដើមអានេះជាច្បាប់របស់ ADN មេដើមអានេះជាច្បាប់របស់ ADN មេដើមអញ្ចឹងនៅពេលស្វ័យតម្លើងទ្វេនុយក្លេទីតសេរីច្រវាក់នុយក្លេទីតសេរីរត់មកបំពេញគ្នានៅលើច្បាប់ម្ខាងរបស់ ADN មេតាមគោលការណ៍បំពេញបាស AMPinté ZMPinté AMPinté ZMPinté ចានេះដូចគ្នានុយក្លេទីតសេរីរត់មកបំពេញគ្នានៅលើច្បាប់ម្ខាងរបស់ ADN មេតាមគោលការណ៍បំពេញបាស AMPinté ZMPinté AMPinté ZMPinté នៅពេលដែលនុយក្លេទីតសេរីរត់ទៅបំពេញនៅលើច្បាប់ម្ខាងរបស់ ADN របស់បាក់តេរីមេអញ្ចឹងវាបង្កើតបានទៅជា ADN បាក់តេរីកូន2 ADN បាក់តេរីកូន2ដូចគ្នាបេះបិទ ADN បាក់តេរីកូន2ដូចគ្នាបេះបិទហើយបាក់តេរីADN ដំឡើងទ្វេរបស់បាក់តេរីឬយើងនិយាយថាស្វ័យដំឡើងទ្វេ ADN របស់prokaryote ប្រព្រឹត្តទៅមានសភាពលឿនគឺ10សេគុន6គូបាសក្នុង1នាទីអញ្ចឹងដូចនេះលោកគ្រូសរុបឡើងវិញថាសំណួរសួរថាតើដំឡើងទ្វេ ADN prokaryote ប្រព្រឹត្តទៅយ៉ាងដូចម្ដេចឬសំណួរសួរថាចូលនិយាយពីដំឡើងទ្វេ ADN prokaryote អញ្ចឹងលោកគ្រូឆ្លើយចម្លើយដំឡើងទ្វេ ADN prokaryote គឺប្រព្រឹត្តទៅគឺមានពីរកន្លឹះចម្លើយធំទី1ណាចាប់ផ្ដើមនៅលើចំណុច1នេះទី1ចាប់ផ្ដើមនៅលើចំណុច1ចំណុចទី2ហើយញែកតាមទិសដៅផ្ទុយគ្នានេះហើយញែកតាមទិសដៅផ្ទុយគ្នារហូតដល់ជួបនៅចំណុចដើមវិញហើយបង្កើតបានជា ADN បាក់តេរីរង្វង់កូន2ណាហើយបង្កើតបានជា ADN
bacteria rung vong con bì bàn chân cái này để dễ bí đồng lang phê ADN nông prokaryote chẳng chop bì đồng lang phê ADN nông prokaryote được kêu nâng một bây giờ con đặc nia bì chấm nói cổ đồng lang phê ADN eukaryote chẳng con đặc nia mơ đồng lang phê ADN eukaryote dương miên tiệc lực mùi tiên cứ pía eukaryote bà bộ năng này đang thà bị eukaryote cứ chia vậy thế bà chẳng cơ eukaryote cứ chia xa ra biển cái đã hút cao gì cả eukaryote cứ chia xa ra biển cái và hút cao gì cả đại miền nies là vài dấu bất bậc cọt đại miền nies là vài dấu bất bậc cọt chẳng eukaryote cứ chia xa ra biển cái đã hút cao gì cả đại miền nies là vài dấu bất bậc cọt chẳng nhưng đang tha xa biên cái hút cao cá mi tha cứ chỉ xa biên cái đây mà co lang pi cao cá tràn chân được lưu lợi ho miền đội chia rồi cái chia miền đội chia sát miền đội chìm nô hay cái ai miền sạch điện còn thập sạch bị ai chia xa biên cái ai cao cá phó rư xa biên cái đã hút cao cá phó bản chẳng ôn tập này chấp ra mơ nơi lời rục hiệp pi đầm láng phế ADN eukaryote chẳng rụp khiếp ní bằng hai pi chromosomeរបស់កោសិកាឧទាហរណ៍លោកគ្រូលើកឧទាហរណ៍ថាកោសិការុក្ខជាតិឬកាសត្វឬមនុស្សអញ្ចឹងអានេះគឺជា chromosome អញ្ចឹងយើងដឹងហើយថា chromosome គឺបង្កឡើងពី ADN និង protein histone ប៉ុន្តែនៅក្នុងនេះលោកគ្រូគូលើកតែឧទាហរណ៍ពីច្រវាក់របស់ ADN ទេអញ្ចឹងនៅក្នុងរូបភាពនេះបង្ហាញពីច្រវាក់ ADN ពីខ្សែរំជារង្វេលដែលប្រព្រឹត្តទៅតាមគូកម្មពេញបាសអាមពេញទេសេមពេញសេអញ្ចឹងនៅពេលដែលវាធ្វើស្វ័យតម្លើងទ្វេរូបរបស់វានេះបាទរូបរបស់វានេះគឺមានកន្លែងចំណុចធ្វើស្វ័យតម្លើងទ្វេកន្លែងនេះមួយកន្លែងនេះមួយកន្លែងនេះមួយអញ្ចឹងពលមើលកន្លែងនេះគេមានន័យថាចំណុចច្រើនឬយើងនិយាយថាភ្នែកស្វ័យតម្លើងទ្វេច្រើនចឹងកន្លែងនេះចំណុចមួយកន្លែងនេះចំណុចមួយកន្លែងនេះចំណុចមួយអញ្ចឹងយើងហៅថាជាចំណុចច្រើនឬភ្នែកស្វ័យតម្លើងសំទោសឬយើងហៅថាភ្នែកស្វ័យតម្លើងទ្វេច្រើនអញ្ចឹងឧទាហរណ៍ថាកន្លែងភ្នែកស្វ័យតម្លើងទ្វេនេះគឺចំណុច D1 ហើយវាញែកតាមទិសដៅផ្ទុយគ្នាញែកតាមទិសដៅផ្ទុយគ្នាណាអញ្ចឹងនៅក្នុងរូបលោកគ្រូគូនៅក្នុងបន្ទាត់ត្រង់ចឹងកន្លែងនេះជាកន្លែងចំណុចច្រើនមានន័យថានេះចំណុចស្វ័យតម្លើងទ្វេ1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 មានន័យថាចំណុចច្រើនឬយើងហៅថាភ្នែកស្វ័យតម្លើងទ្វេច្រើនអញ្ចឹងនៅក្នុងតម្លើងទ្វេADN eukaryote ប្រព្រឹត្តទៅចេញពីចំណុចច្រើនហើយញែកតាមទិសដៅផ្ទុយគ្នារហូតដល់ជួបគ្នាវិញហើយតម្លើងទ្វេ ADN eukaryote ប្រព្រឹត្តទៅមានសភាពយឺតគឺពី500ទៅ5000គូបាសក្នុង1នាទីអញ្ចឹងលោកគ្រូចាប់ផ្ដើមបញ្យល់នៅក្នុងចំណុច ADN eukaryote សំណួរសួរថាតើតម្លើងទ្វេ ADN eukaryote ប្រព្រឹត្តទៅយ៉ាងដូចម្ដេចឬចូលនិយាយពីតម្លើងទ្វេ ADN eukaryote អញ្ចឹងលោកគ្រូឆ្លើយណាតម្លើងទ្វេ ADN eukaryote ប្រព្រឹត្តទៅមានកលឹះចម្លើយចំនួន2សំខាន់គឺកលឹះចម្លើយទី1ចេញពីចំណុចច្រើនតាមបណ្ដោយ ADN ចំណុចទី2ហើយញែកចេញតាមទិសដៅផ្ទុយគ្នារហូតដល់ជួបគ្នាវិញណារហូតដល់ជួបគ្នាវិញអញ្ចឹងប្រសិនបើនៅក្នុងសំណួរមួយទៀតគេសួរថាចូលរកលក្ខណៈខុសគ្នារវាង ADN prokaryote និង ADN eukaryote អញ្ចឹងយើងទាំងអស់គ្នាអាចគូសប្របែកជា2យើងដាក់ថាអានេះ ADN prokaryote ADN
prokaryote ហើយចំណុចនេះយើងដាក់ ADN eukaryote ADN eukaryote បាទ ADN eukaryote អញ្ចឹងយើងអាចឆ្លើយមានចំណុច2អញ្ចឹងចំណុចទី1បងប្អូនអរគ្នាអាចដាក់យមន័យបានយមន័យនៃការដំឡើងទ្វេ ADN prokaryote និងដំឡើងទ្វេ ADN eukaryote អញ្ចឹងយើងឆ្លើយថា ADN prokaryote ចេញពីចាប់ផ្ដើមចេញពីចំណុច1ហើយញែកតាមទិសដៅផ្ទុយគ្នារហូតដល់ជួបគ្នានៅចំណុចដើមវិញចំណែកឯ ADN eukaryote ចេញពីចំណុចច្រើនតាមបណ្ដោយ ADN ហើយមានទិសដៅផ្ទុយគ្នារហូតដល់ជួបគ្នាវិញដល់ពេលចំណុចទី2យើងថា ADN prokaryote ប្រព្រឹត្តទៅមានសភាពលឿនពី10សេគុណ6គូបាសក្នុង1នាទីចំណែកឯ ADN eukaryote ប្រព្រឹត្តទៅមានសភាពយឺតគឺពី500ទៅ5000គូបាសក្នុង1នាទីអញ្ចឹងយើងទាំងអស់គ្នាដឹងហើយថាឧទាហរណ៍ថាដូចជាការដំឡើងទ្វេ ADN របស់បាក់តេរីឬវីរុសអញ្ចឹងលោកគ្រូលើកឧទាហរណ៍មួយឧទាហរណ៍ថាមនុស្សយើងកាលនៅក្នុងសម័យ COVID 19អញ្ចឹងជំងឺដែលបង្កឡើងដោយវីរុស COVID 19មាននឹងបង្កកំណើតបានយ៉ាងឆាប់រហ័សគឺបង្កកំណើតរហូតដល់កោសិការាប់លានកោសិកាក្នុងរយៈពេល1នាទីអញ្ចឹងហើយជាមូលហេតុដែលធ្វើឲ្យនៅពេលដែលវាឆ្លងវាជាមូលហេតុធ្វើឲ្យមនុស្សយើងបាត់បង់ជីវិតយ៉ាងលឿនណាអញ្ចឹងអានឹងតាក់ទងជាមួយនឹងវីរុស COVID 19ហើយមានវីរុសជំងឺផ្ដាសាយបក្សីមានវីរុសជំងឺអេដនិងមានវីរុសជាច្រើនទៀតលោកគ្រូគ្រាន់តែជាលើកឧទាហរណ៍បញ្ជាក់អញ្ចឹងយើងទាំងអស់គ្នាយើងលោកគ្រូបញ្យល់ចប់ចំណុចនៅក្នុងដំឡើងទ្វេ ADN ក្នុង prokaryote និងដំឡើងទ្វេ ADN eukaryote អញ្ចឹងយើងទាំងអស់គ្នាចូលនៅក្នុងចំណុចទី3នៅក្នុងចំណុចបញ្ចប់មេរៀនរបស់យើងគឺនិយាយអំពីនីតិស្វ័យដំឡើងទ្វេ ADN នីតិស្វ័យដំឡើងទ្វេ ADN អញ្ចឹងនៅក្នុងនីតិស្វ័យដំឡើងទ្វេរបស់ ADN គឺមាន3ចំណុចនីតិស្វ័យដំឡើងទ្វេរបស់ ADN មាន3ចំណុចចំណុចទី1រ៉ាប់រងការដំឡើងទ្វេនៃក្រូម៉ូសូមរ៉ាប់រងការដំឡើងទ្វេនៃក្រូម៉ូសូមអញ្ចឹងយើងមើលថាជាទូទៅនៅក្នុងចំណែកមីតូសមាន4វគ្គគឺមានវគ្គ prophase មានវគ្គ metaphase មានវគ្គ anaphase មានវគ្គ telophase អញ្ចឹងនៅក្នុងរ៉ាប់រងការដំឡើងទ្វេនៃក្រូម៉ូសូមគឺនៅក្នុងវគ្គ prophase ដែលកើតឡើងពីការលេចចេញរូបរាងឡើងនៃក្រូម៉ាទីតបងប្អូនហើយធ្វើចំណែកនៅក្នុងវគ្គ metaphase anaphase រហូតដល់ telophase អញ្ចឹងយើងនិយាយថារ៉ាប់រងការដំឡើងទ្វេនៃក្រូម៉ូសូមចំណុចទី2រក្សាចំនួននិងរូបរាងនៃក្រូម៉ូសូមឲ្យនៅថេរជានិច្ចរក្សាចំនួននិងរូបរាងនៃក្រូម៉ូសូមឲ្យនៅថេរជានិច្ចអញ្ចឹងលោកគ្រូលើកឧទាហរណ៍ថានៅក្នុងមីតូសចំណែកមីតូសអញ្ចឹងអានេះជាចំណែកនៃកោសិកាមេ1ធ្វើចំណែកមីតូសបង្កើតបានទៅជាកោសិកាកូន2ដែលកោសិកាកូននីមួយមានចំនួនក្រូម៉ូសូមដូចទៅនឹងក្រូម៉ូសូមរបស់កោសិកាមេអញ្ចឹងកោសិកាមេមានចំនួនក្រូម៉ូសូម diploid កោសិកាកូនក៏មានចំនួនក្រូម៉ូសូម diploid 2n ក្រូម៉ូសូម 2n ក្រូម៉ូសូម 2n ក្រូម៉ូសូមអញ្ចឹងដូចនេះបានយើងនិយាយថាចំណុចទី2រក្សាចំនួននិងរូបរាងនៃក្រូម៉ូសូមឲ្យនៅថេរជានិច្ចដល់ពេលចំណុចទី3រក្សាព័ត៌មានហ្សេនេតិកអញ្ចឹងលោកគ្រូគូពាក្យកលឹះរក្សាព័ត៌មានហ្សេនេតិកឲ្យនៅថេរដដែលដោយឆ្លងកាត់ចំនួនកោសិកាអញ្ចឹងលោកគ្រូលើកឧទាហរណ៍ថាបើសិនបើកោសិកាមេមាន 2n ក្រូម៉ូសូមកោសិកាកូនក៏មាន 2n ក្រូម៉ូសូមអញ្ចឹងជាទូទៅបើសិនបើមនុស្សយើងជាទូទៅកូនប្រុសតែងតែមានរូបរាងនិងលក្ខណៈដូចទៅនឹងឪពុកដោយសារកូនប្រុសទទួលក្រូម៉ូសូមភេទពីឪពុកហើយកូនស្រី
ទទួលក្រូម៉ូសូមភេទពីម្ដាយអញ្ចឹងកូនស្រីតែភាគច្រើនតែងតែមានរូបរាងនិងមុខមាត់និងលក្ខណៈដូចទៅនឹងម្ដាយបាទអញ្ចឹងនៅក្នុងចំណុចទី3នីតិស្វ័យដំឡើងទ្វេរបស់ ADN លោកគ្រូបញ្យល់ឡើងវិញទី1រ៉ាប់រងការដំឡើងទ្វេនៃក្រូម៉ូសូមចំណុចទី2រក្សាចំនួននិងរូបរាងនៃក្រូម៉ូសូមរក្សាចំនួននិងរូបរាងនៃក្រូម៉ូសូមឲ្យនៅថេជានិច្ចចំណុចទី3រក្សាព័ត៌មានហ្សេនេទិកឲ្យនៅថេដដែលដោយឆ្លងកាត់ចំនួនកោសិកាអញ្ចឹងចំណុចទី1រ៉ាប់រងការដំឡើងទ្វេនៃក្រូម៉ូសូមបាទអញ្ចឹងមេរៀនរបស់យើងបានចប់ហើយអញ្ចឹងលោកគ្រូសូមអរគុណបងប្អូនច្រើននិងអរគុណដល់លោកគ្រូអ្នកគ្រូទាំងអស់ដែលបានតាមដានមើលវីដេអូនៃការបង្រៀនរបស់លោកគ្រូសូមបងប្អូនទាំងអស់គ្នារងចាំមើលវីដេអូជាបន្តទៀតសូមជូនពរដល់បងប្អូននិងលោកគ្រូអ្នកគ្រូទាំងអស់មានសុខភាពល្អនិងមានសំណាងល្អបាទជំរាបលាសូមអរគុណច្រើន